mà chia sẻ chốt trở lòng sẽ bị kêu là không mà chỉ cây mình ta xôm cái đồ bánh chê nhà đam công com ở đam tí bạc xa cái nạ bạ lớn tiền ba xôm tiền này xóa cô mà đam công com Làng Vinh mà đòn tiết chùm riệp xua chùm riệp xua nèប្រជាធិបតេយ្យដែលមិនចេះខ្លាចហើយដែលមិនចាញ់សម្លុត27ឆ្នាំហើយកើតនៅទីនេះហើយធ្វើខួបនៅទីនេះ71ជ័យយោខួប27ឆ្នាំនៃគណៈបកភ្លើងទៀនសូមរំលឹកវាគ្មិនបន្តបន្ទាប់បានរៀបរាប់ជាក់ស្ដែងដ៏អស្ចារ្យណាស់ខ្ញុំគាប់ទ្របណ្ឌិតឡៅម៉ុងហៃថ្ងៃ9មិនមែនជាថ្ងៃបង្កើតទេថ្ងៃ9ជាថ្ងៃប្រកាសថ្ងៃបង្កើតតាំងពីថ្ងៃ2ម្លេះជួបជុំគ្នាអិសរាជជនចង្អៀតតិចគ្នាទេសម្រាប់ថាថ្ងៃ9គេឡៃរវល់នៅវិមានឯករាជ្យយើងរវល់នៅ71ជ័យយោគណៈបកភ្លើងទៀនហើយ27ឆ្នាំខ្ញុំគាំទ្រហើយជាលោកថៃសិដ្ឋាក៏ដូចវាគ្មិនដទៃដែរគេអាចបង្អាក់អំពើបានប៉ុន្តែគេមិនអាចបង្អាក់អារម្មណ៍បានទេអារម្មណ៍បើថាភ្លើងទៀនមានអារម្មណ៍លើស្ថាបនិករបស់ខ្លួនគណៈបកប្រជាជនក៏មានអារម្មណ៍លើស្ថាបនិកយួនរបស់ខ្លួនដែរជ័យយោថ្ងៃកំណើតគណៈបកភ្លើងទៀនព្រោះយើងអាចថាបានដូចតែគ្នាហ្នឹងគេថាហឹកទឹកឲ្យនឹកប្រភពច្រកមលុបឲ្យនឹកអ្នកដាំគណៈបកប្រជាជននឹកអ្នកដាំឯងទៅគណៈបកភ្លើងទៀននឹកអ្នកដាំភ្លើងទៀនជ័យយោស្ថាបនិកគណៈបកភ្លើងទៀនដូច្នេះសូមគោរពសមាជិកក្រុមប្រឹក្សាគណៈបកភ្លើងទៀនជាស្ត្រីអំបញ្ញមិញណោះវាជាទាំងអស់គ្នាជាតំណាងទាំងអស់គ្នាអត់មានព្រឺអត់មានព្រួយថាអ្នកណាចោតប្រកាន់ថាយើងរំលឹកដល់បុព្វការីរបស់យើងទេជ័យយោសមាជិកក្រុមប្រឹក្សាគុំសង្កាត់គណៈបកភ្លើងទៀនថ្ងៃនេះមិនមែនគ្រាន់តែរំលឹកខួប25ឆ្នាំគណៈបកភ្លើងទៀនទេប៉ុន្តែខ្ញុំឃើញកម្មវិធីហើយនឹងវាគ្មិនបន្តបន្ទាប់លោកភិរយុទ្ធក៏រំលឹកខួប1ឆ្នាំនៃសកម្មភាពរបស់ភ្លើងទៀនឡើងវិញតាំងពីឆ្នាំ21ដល់ឆ្នាំ22ដែរជ័យយោគណៈបកភ្លើងទៀនគណៈបកភ្លើងទៀនឈ្នះខ្មែរឈ្នះទាំងអស់គ្នាដូច្នេះ1ឆ្នាំប្រហែលជាច្រើនដងក្នុង27ឆ្នាំយើងនៅតែមានសមិទ្ធផលដ៏ធំធេងដ៏ថ្លៃថ្លាដ៏
ជ័យយោសមិទ្ធផលគណៈបកភ្លើងទៀន សូមគោរពបេក្ខជនក្រុមប្រឹក្សាគណៈបកភ្លើងទៀនជាប់ឆ្នោតក្តីមិនជាប់ឆ្នោតក្តីឆ្នាំ2022អស់លោកស្រីគឺជាអ្នកបំបែកឯកតកម្មប្រវត្តិសាស្ត្រធ្វើឲ្យមានពហុបកនៅថ្នាក់ក្រោមជាតិឡើងវិញ ជ័យយោលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា បន្ទាប់មកមានឯកឧត្តមម៉ោងសុផានឯកឧត្តមគឹមសុភិរិទ្ធសតអ្នកផុតពីបំរាមអ្នកដែល22ក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងណាខ្ញុំតាមដានគេកណនាទៅបាន30អាសនៈសភាហើយហើយបើមានអ្នកផុតបំរាមចូលមកយក25ថែមទៀតបាន55ឡើងវិញហើយ ជ័យយោគណៈបកភ្លើងទៀន សូមកុំប្រៀបធៀបកុំយករឿងតូចតាចកប៉ិចកប៉ុកអីមករំខានគ្នាសាមគ្គីគ្នាដើម្បីជោគជ័យនៅឆ្នាំ2023 ឈ្នះមិនឈ្នះឈ្នះមិនឈ្នះឈ្នះមិនឈ្នះ លោកបណ្ឌិតឡៅម៉ុងហាយលោកប្រធានគណៈបកឆន្ទៈខ្មែរគង់មូនីកាមេត្តាជួយរក10អាសនៈបូកលើ55ទៅវាឈ្នះបាត់ទៅហើយដូច្នេះខ្ញុំមានតែសុទិដ្ឋិនិយមថាបញ្ចប់ខួបនេះទៅវិលទៅមូលដ្ឋានវិញត្រូវតែមានវេទិកាតាមរាជធានីខេត្តវេទិកាតាមក្រុងស្រុកខណ្ឌវេទិកាតាមឃុំសង្កាត់ដើម្បីសម្រេចផែនការឆ្នាំ2023របស់យើងផ្ដាំផ្ញើ2កន្លងទៅនេះមានគេហៅថាការស្ទង់មតិដែលខ្ញុំមិនជឿទាំងស្រុងទេគេថាយុវជនជិត 80% អត់ខ្វល់ខ្វាយនឹងនយោបាយប៉ុន្តែឆ្នាំ2022ចេញបោះឆ្នោតក៏ក្រឹកក៏ក្រែងភ្លុកទឹកភ្លុកដីហើយដូច្នេះសូមជឿជាក់លើយុវជននៅឆ្នាំ2023 ជ័យយោយុវជនគណៈបកភ្លើងទៀន ខ្ញុំក៏ពេញចិត្តឮព័ត៌មានថាស្ត្រីពិសេសស្ត្រីគណៈបកភ្លើងទៀនកំពុងតែធ្វើសិក្ខាសាលាកំពុងតែសិក្សាកំពុងតែលើកចំណុចខ្សោយចំណុចខ្លាំងហើយខ្ញុំជូនពរឲ្យស្ត្រីក៏មានជោគជ័យនៅទូទាំងប្រទេសដែរ ជ័យយោចលនាស្ត្រីគណៈបកភ្លើងទៀនដងអាចក្លាហានឈ្នះមិនឈ្នះឈ្នះមិនឈ្នះឈ្នះមិនឈ្នះ ក្នុងពេលរាត្រីមេឃផ្ទៃមេឃស្រុកខ្មែរងងឹតខ្ញុំមើលទៅឃើញតារាប្រងព្រាតខ្ញុំថានោះហើយស្ត្រីហើយនឹងយុវជនដេដាស់ពីពេញផ្ទៃមេឃស្រុកខ្មែរសម្លឹងមើលមកផែនដីក៏ឃើញស្ត្រីឃើញយុវជនស្អែកស្កះពីពេញផ្ទៃស្រុកខ្មែរដែរសូមទាំងអស់គ្នារួមកម្លាំងគ្នានៅឆ្នាំ2023រ៉ាប់រងជោគវាសនាអនាគតរបស់ខ្លួននិងរបស់ប្រទេសជាតិខ្លួន ជ័យយោលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជ័យយោកម្លាំងសាមគ្គីប្រជាពលរដ្ឋខ្មែរឈ្នះមិន
កតាមខ្ញុំប៉ុន្មានម៉ាត់ដើម្បីបញ្ចប់គំនិតខ្មែរកើតកំណើតខ្មែរមានគាំទ្របកទៀនគឺគាំទ្រខ្លួនឯងជួយបកទៀនគឺជួយជាតិមាតុភូមិខ្លួនជ័យយោគណៈបកភ្លើងទៀនជ័យយោលទ្ធិប្រជាធិបតេយ្យយោលទ្ធិប្រជាធិបតេយ្យអរគុណច្រើន